បងប្អូនឥឡូវយើងបាទមកកាត់អាវបាទអាវនេះអាចឲ្យខ្លីឥឡូវយើងចូលផ្ទាំងមុខណាបងប្អូនបានអញ្ចឹងតោះយើងរៀនទាំងអស់គ្នាបងប្អូនបានអញ្ចឹងឥឡូវយើងគូបន្ទាត់ត្រង់មួយនេះបាទឥឡូវយើងចូលធាវបាទយើងចូលធាវ5លេខបាទអាវមនុស្សប្រុស5លេខបាទអញ្ចឹងចូល5លេខគូប្រសពចឹងមកបងប្អូនបាទយើងចុះក6លេខ7លេខបងប្អូនបានអញ្ចឹងយើងគូកាត់ចឹងមកបាទគូវិលចឹងមកបាទបានអញ្ចឹងយើងបានកហើយបាទពេលដែលយើងបានកហើយយើងត្រូវចែកស្មើបងប្អូនបាទស្មើ43បាទ43ចែកនឹង2បងប្អូនបាទ43ចែកនឹង2បាន21កន្លះបូកនឹង1បងប្អូនស្មើបូកនឹង1បាន23កន្លះ22កន្លះបងប្អូនបាទណែបាន22កន្លះបាទអញ្ចឹងយើងបានហើយបានប្រវែងស្មើហើយអញ្ចឹងយើងចុះពីខាងលើនេះ4លេខអញ្ចឹងយើងគូប្រឆាំងនឹងជាមួយកែងនេះបងប្អូនបាទជាមួយកែងហ្នឹងហើយបន្ទាប់មកយើងរកកំពង់ឃ្លៀកបងប្អូនបាទអញ្ចឹងបងប្អូនស្ដាប់ឲ្យតាន់ណាក្បួនរបស់ខ្ញុំគឺខ្ញុំចាប់យក80ជាគោល80 16 9 17 118បាទអញ្ចឹងឥឡូវខ្លួនអាវនេះគឺ100បាទ108បាទ118អញ្ចឹង8នេះខ្ញុំប្រគប់មុខនឹង10ទៅបាទអញ្ចឹងវាស្មើនឹងបាទ19បងប្អូនបាទអញ្ចឹង19អញ្ចឹង19នេះខ្ញុំចុះកន្លះលេខទៀត19កន្លះបាទអញ្ចឹងគូប្រសពបងប្អូនទ្រូង108ចែកជា4បាទចែកជា4ណាបាទបងប្អូនចែកជា4ហើយបូកនឹង3ទៀតបាទផ្ទាំងមុខនេះចែកនឹង4បូកនឹង3អញ្ចឹងវាបាន30បងប្អូនបាទបាន30បាទគូស1ចូល9លេខគូប្រឆាកមកបាទប្រសពជាមួយនឹងស្មាមកបងប្អូនឡើង8លេខទៅបាទហើយបងប្អូនគូ7កុំឲ្យកន្លងពេកទេបងប្អូនបាទអាវផងកុំឲ្យកន្លងពេកបាទប៉ុន្តែតែកន្លងពេកវាធ្វើឲ្យខ្ទាស់កន្លែងគល់ក្លៀកបាទវាអត់កើតទេហ្នឹងហើយបន្ទាប់មកយើងរកសំរងបាទសំរងអាវ68នេះយើងយកចាប់ពីកណ្ដុះនេះបងប្អូនបាទ68អញ្ចឹងយើងដាក់តំណឹង68អញ្ចឹងយើងគូបន្ទាត់មួយសិនបាទគូប្រឆាកឡើងមកលើបាទប្រឆាកឡើងមកលើកតុយបាទមួយហើយយើងទុកមួយលេខទៀតបាទអូខេអញ្ចឹងហើយអញ្ចឹងយើងត្រូវចែកជើងអាវនេះសារថ្មីជើងអាវហ្នឹង106បងប្អូនបាទ106បាន29កន្លះបូកនឹង3បាទបាន29កន្លះអញ្ចឹងយើងចែកនឹង4បូកនឹង3បងប្អូនបាទ29កន្លះបងប្អូនរករៀងអាវមនុស្សប្រុសបាទចុះពីកន្លែងគល់គ្រានេះ11លេខបាទចុះ11លេខមកបន្ទាប់មករៀងអាវនេះ100ចែកជា4បាទបូកនឹង3បាន28បងប្អូនបាទបាន28ណាបាទអញ្ចឹងបងប្អូនគូប្រសពដូចខ្ញុំអញ្ចឹងមកបាទគូអញ្ចឹងណាបាទបន្ទាប់មកយើងខ្វៀលជើងអាវមកបាទគឺកាត់ត្រង់ក៏ត្រង់ទៅបាទប៉ុន្តែយើងកាត់ត្រង់យើងកាត់ផ្សេងបាទបងប្អូនអញ្ចឹងយើងទៅរៀបសាច់នេះឲ្យស្មើណាបាទអញ្ចឹងបងប្អូនចេញពីកន្លែងនេះចេញពីផ្ទាំងកណាត់នេះបាទផ្ទាំងមុខយើងចេញមក1លេខកន្លះបងប្អូនបាទចេញមក1លេខកន្លះបងប្អូនបាទ1លេខកន្លះហ្នឹងចេញមក1លេខកន្លះណាបាទកុំភ្លេចតអត់ចេញគឺអាវនឹងវាសល់ផ្ទាំងក្រោយហើយបងប្អូនបាទអញ្ចឹងផ្ទាំងមុខនេះបងប្អូនបាទផ្ទាំងមុខនេះយើងហក់ចេញទៅបាទចេញពីផ្ទាំងមុខនេះបាទ6លេខបាទដើម្បីយើងរកផ្ទាំងក្រោយបាទអញ្ចឹងយើងហក់6លេខដូចគ្នាគូប្រសពមកបងប្អូនបាទអញ្ចឹងយើងបាននេះហើយយើងបានជម្រៅយើងបានផ្ទាំងក្រោយណាផ្ទាំងក្រោយកំតែយើងអត់បានពេញលេងទេបងប្អូនបាទអញ្ចឹងយើងចែកស្មើសារថ្មីបាទ43ចែកនឹង2មកបងប្អូនបូកនឹង1បាទវាបាន43 21កន្លះ22កន្លះបូកនឹង1បាទបាន22កន្លះអញ្ចឹងយើងគូប្រសពមកកន្លែងនេះបងប្អូនចេញទៅត្រឹមលេខទៅបានពីផ្ទាំងមុខណាបាទផ្ទាំងមុខលេខហើយយើងគូវិលចឹងមកបងប្អូនបាទយើងមើលទៅឲ្យសមណាបាទយើងមើលទៅឲ្យសមបន្ទាប់មកយើងចម្លងផ្ទាំងមុខនេះស្មើផ្ទាំងមុខនេះប៉ុន្មានយើងយកមកដាក់ត្រឹមនេះបាទអញ្ចឹងអាចុងនេះយើងដាក់ឲ្យចំអាកន្លែងដែលយើងចែកនេះបាទយើងចែកនេះឃើញប្រហែលយើងដាក់កន្លែងហ្នឹងនេះកន្លែងកណ្ដុះហ្នឹងបាទយើងដាក់ប៉ុណ្ណឹងមកបាទច្រឡងមកអញ្ចឹង16កន្លះអញ្ចឹងខ្ញុំគូត្រឹម16កន្លះហ្នឹងមកបងប្អូនបាទគូត្រឹម16កន្លះហ្នឹងតែម្ដងបន្ទាប់មកខ្ញុំចុះវា4លេខបងប្អូនបាទចុះពីកន្លែងនេះបាទចុះពីកន្លែងនេះ4លេខអញ្ចឹងខ្ញុំគូប្រឆាត់គូកែងអញ្ចឹងមកបាទនេះគូអញ្ចឹងមកអញ្ចឹងយើងបានកអាវផ្ទាំងក្រោយហីបងប្អូនបាទអញ្ចឹងយើងរករបៀបរកស្មានិងរកកផ្ទាំងក្រោយគឺវាភ្ជាប់គ្នាអញ្ចឹងបងប្អូនបាទវាអត់ប្រវាអីទេបាទកុំតែបងប្អូនមើលឲ្យតាន់កុំខាលណាបងប្អូនណាអញ្ចឹងអាវនេះអាវដៃខ្លីបងប្អូនបាទអញ្ចឹងយើងច្បត់កណាត់អញ្ចឹងមកដើម្បីរកដៃបងប្អូនត្រូវប្រុងប្រយ័ត្នកន្លែងនេះណាបាទប្រយ័ត្នកន្លែងនេះប្រយ័ត្នវាអត់ស្មើសាច់គ្នាបាទ
ចឹងយើងត្រូវត្រួតពិនិត្យវាប្រយ័ត្នតែអត់ស្មើគ្នាពេលយើងកាត់ដៃទៅធំតូចណាបាទចឹងគូសចឹងមកបងប្អូនបាទនេះយើងសោយមើលបាទកណាត់យើងបាទខ្លាចវាផុតបងប្អូនបាទចឹងបើវាប៉ុណ្ណឹងយើងគូសមួយបន្ទាប់មកដៃអាចដៃខ្លីខ្ញុំចុះ16លេខបងប្អូនអាចដៃខ្លីខ្ញុំចុះ16លេខបាទចឹងបងប្អូនបត់ចឹងមកណាបត់ដូចខ្ញុំនេះបត់ធ្វើកណ្ដុះដូចយើងគូសនេះបាទយើងច្បត់ចឹងមកបាទចឹងដៃយើងទាញចឹងមកណាទាញឲ្យតឹងមកណាបាទអូខេចុចជាប់បាទគូសមួយចឹងយើងបានប្រវែងដៃប្រវែងក្បាលដៃហើយបងប្អូនបាទចឹងវិលចឹងមកបងប្អូនបាទក្បួនខ្ញុំងាយទេបងប្អូនងាយតែបងប្អូនអាចកាត់បានណាកាត់ឲ្យស្អាតទៀតបងប្អូនបាទងាយទេអត់ប្របាកាច់កងវងមូលអីច្រើនទេបងប្អូនអ្នកដែលអត់សូវចេះមើលទៅយល់ហ្មងអញ្ចឹងដៃខ្លីបងប្អូនបាទដៃខ្លីយើងអត់ហោះណាបាទអញ្ចឹងយើងវាស់ពីអាកណូដែលយើងគូសមួយលេខចុះនេះបាទយើងវាស់ពីត្រឹមហ្នឹងមក26លេខបងប្អូនបាទអញ្ចឹងសម្រងដៃខ្លីហ្នឹង26លេខអញ្ចឹងខ្ញុំគូស26លេខខ្ញុំគូសប្រឆាហើយអត់គូសប្រឆាបងប្អូនគូសត្រង់មួយបន្ទាប់មកខ្ញុំទុកសាច់មួយឈៀកបងប្អូនសម្រាប់បត់ដៃអាយកាលណាបងប្អូនអត់ទុកទេគឺស្មើនឹងខូចតើបងប្អូនគុណសាច់បាទអញ្ចឹងទំហំដៃហ្នឹងគឺ36បងប្អូនបាទ36ចែកជា2ទៅបងប្អូនបាទបាន18បាទ18បូកនឹង1ផងបងប្អូនបាទ19មួយហ្នឹងគឺទុកបូកនឹងសាច់ដេបងប្អូនបាទអញ្ចឹងឲ្យតែខ្លីយើងគឺរួចរាល់ហើយបងប្អូនបាទបាទអញ្ចឹងយើងបានចូលដៃហើយបងប្អូនណាអូខេឥឡូវដៃអាចចេញមកបាទអញ្ចឹងបងប្អូនក្បួនរបស់ខ្ញុំគឺជាទាំងក្រោយណាដៃហ្នឹងហើយអញ្ចឹងដៃយើងត្រូវជាទាំងក្រោយមកជាប្រហែលជាប៉ុណ្ណឹងមកបាទនេះបងប្អូនបាទឃើញទេបាទអស់ហើយអញ្ចឹងយើងកាត់ប៉ាន់ស្មាបងប្អូនបាទជុំបងប្អូនខ្លះគាត់អត់ទាន់ចេះបាទពីរបៀបកាត់ប៉ាន់ស្មាអីទេបាទអញ្ចឹងអត់អីទេងាយស្រួលបងប្អូនបានមើលតាមខ្ញុំណាបាទណាអញ្ចឹងប៉ុណ្ណឹងណាបងប្អូនណាបាទអញ្ចឹងយើងកាត់ប៉ាន់ស្មាចឹងមកបាទហើយយើងដាក់មកចេះមកបាទប៉ាន់ស្មានេះគឺយើងចុះ2លេខពី12លេខណាបងប្អូនបាទចុះពីលើនេះ12លេខមកបាទអញ្ចឹងយើងគូសកាត់ទៅតឹងចេះមួយបាទបងប្អូនអញ្ចឹងប៉ាន់ស្មាយើងបានហើយបាទយើងកាត់បាទចេះមកហ្នឹងហើយអញ្ចឹងរួចទេណាបាទអញ្ចឹងអាវយើងរួចអស់ហើយ